tôi đó tôi lượn nó thấy bông ở sân bá để bông để cho mình xuống nó này nó bông nó lại tha បងប្អូនបងប្អូនបានឃើញអញ្ចឹងវីដេអូនេះគឺមានខមមិនអវិជ្ជមានច្រើនមែនតើដែលធ្វើខ្ញុំសង្កេតឃើញថាមានបងប្អូនយើងមួយចំនួននៅតែមិនទាន់យល់អំពីទីផ្សារនៃការទាញយកកម្រិតហាងឆេងនេះដោយសុវត្ថិភាពអញ្ចឹងថ្ងៃនេះគឺខ្ញុំសូមណែនាំអ្វីទៅជា CSA ដែលជាភ្នាក់ងាររក្សាសាច់ប្រាក់របស់អតិថិជនដែលស្របទៅតាមច្បាប់ CSA ដែលខ្ញុំបាននិយាយអញ្ចឹងគឺជាភ្នាក់ងាររក្សាសាច់ប្រាក់របស់អតិថិជនដែលទទួលស្គាល់ពីនាយកតកមូលបត្រកម្ពុជាចឹងសម្រាប់បងប្អូនដែលចង់ជួញដូរលើវិស័យមូលបត្រគឺត្រូវតែរក្សាទុកដើមទុនឬក៏សាច់ប្រាក់នៅប្រព័ន្ធធនាគារដែលមានដៃគូជាច្រើនដូចជា ABA, ACBDA, Wing និងធនាគារមួយចំនួនទៀតខ្ញុំនឹងធ្វើបទបង្ហាញថាតើបងប្អូនបង្កើតគណនីជួញដូរតាមរយៈប្រព័ន្ធធនាគារ ABA ដោយរបៀបណាដែលស្របទៅតាមច្បាប់ក៏ដូចជាត្រឹមត្រូវនិងសុវត្ថិភាពចឹងកុំភ្លេចទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ អូខេនេះជាការបើកនៅគណនីជួញដូរតាមរយៈប្រព័ន្ធធនាគារ ABA អញ្ចឹងជាដំបូងយើងចុចទៅលើពាក្យថាគណនីថ្មីបន្ទាប់មកទៀតយើងអូសចូលមកក្រោមយើងរកពាក្យថាគណនីជួញដូរអញ្ចឹងយើងចុចលើនឹងមកបន្ទាប់មកយើងជ្រើសរើសប្រភេទរូបិយប័ណ្ណមួយដែលតម្រូវឲ្យជារូបិយប័ណ្ណប្រាក់ដុល្លារបន្ទាប់មកទៀតយើងជ្រើសរើសនៅប្រភពគណនីគោលរបស់យើងមួយមកបន្ទាប់មកយើងយល់ស្របព្រមទៅតាមលក្ខខណ្ឌដែល ABA បានដាក់ឲ្យអញ្ចឹងយើងចុចលើពាក្យថាបើកឥឡូវនេះបន្ទាប់មកទៀតយើងចុចលើពាក្យថាបញ្ជាក់អូខេអញ្ចឹងគណនីត្រូវបានបង្កើតឲ្យស្របច្បាប់ 100% អ្នកនរ